អង្គរគឺជាអតីតរាជធានីនៃអាណាចក្រខ្មែរដែលលាតសន្ធឹងនៅអាស៊ីអាគ្នេយ៍នាសតវត្សទី9ដល់សតវត្សទី15នៃគ្រិស្តសករាជឧទ្យានអង្គរពោពេញដោយប្រាង្គប្រាសាទល្បីៗជាច្រើនប្រព័ន្ធធារាសាស្ត្រហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានព្រមទាំងទីតាំងប្រវត្តិសាស្ត្រសំខាន់ជាច្រើនទៀតស្ថិតនៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រងក្នុងមួយឆ្នាំភ្ញៀវទេសចរជាតិអន្តរជាតិដែលបានចូលមកទស្សនាអង្គរមានការកើនឡើងជាលំដាប់ដែលជាប្រភពចំណូលដ៏សំខាន់ចូលថវិកាជាតិនិងធ្លាក់ដល់ដៃប្រជាពលរដ្ឋក្នុងតំបន់ដោយផ្ទាល់រាជរដ្ឋាភិបាលបានចាត់ទុកអង្គរជាពូលទេសចរទី1នៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរចូលទស្សនារមណីយដ្ឋានអង្គរភ្ញៀវទេសចរតែងធ្វើដំណើរតាមមធ្យោបាយផ្សេងគ្នាដូចជាតាមរថយន្តរ៉ឺម៉កម៉ូតូកង់និងធ្វើដំណើរដោយថ្មើរជើងជាដើមអាស្រ័យទៅតាមការជ្រើសរើសនិងការពេញចិត្តរបស់ភ្ញៀវក្នុងចំណោមមធ្យោបាយធ្វើដំណើរនេះកង់គឺជាមធ្យោបាយមួយប្រភេទដ៏ល្អប្រសើរនិងពេញនិយមមិនត្រឹមតែផ្ដល់នូវផាសុកភាពដល់អ្នកធ្វើដំណើរប៉ុណ្ណោះទេថែមទាំងអំណោយផលដល់ភ្ញៀវក្នុងការគយគន់ទេសភាពតាមដងផ្លូវបានយ៉ាងងាយស្រួលគ្មានសម្លេងរំខានពុំមានបញ្ចេញឧស្ម័នពុលដែលប៉ះពាល់ដល់បរិស្ថាននិងងាយស្រួលចល័តទៀតផងអាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរ TMP បានលើកគម្រោងជួសជុលផ្លូវមួយខ្សែចាប់ពីប្រាសាទអង្គរវត្តឆ្ពោះទៅប្រាសាទបាយ័នឲ្យបានស្អាតល្អឡើងវិញដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ផងក៏ដូចជាការធ្វើដំណើររបស់ភ្ញៀវទេសចរផងជាពិសេសការធ្វើដំណើរដោយជិះកង់ដែលយើងសង្កេតឃើញថាភ្ញៀវទេសចរកំពុងមានការចាប់អារម្មណ៍ជាខ្លាំងគោលបំណងរបស់គម្រោងរៀបចំផ្លូវពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ននេះគឺថាទី1ចង់ជួសជុលផ្លូវឡើងវិញបាទដោយសារថាបច្ចុប្បន្នយើងបានឃើញថាស្ថានភាពរបស់ផ្លូវពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ននេះមានចាប់ដើមមានភាពខូចខាតបណ្ដាហើយបាទជាពិសេសយើងឃើញថានៅកែមផ្លូវហ្នឹងមានភាពបាក់បែកហើយក៏កន្លែងខ្លះនៅលើផ្លូវភាពស្ថានភាពទឹកកឡុកតែម្ដងបាទហើយក៏អ្វីដែលសំខាន់យើងបានសង្កេតឃើញថានៅសងខាងផ្លូវនេះដែលបច្ចុប្បន្នរៀបចំជាដីក្រហមមានការលំបាកក្នុងការធ្វើដំណើរបាទជាពិសេសពេលដែលភ្លៀងយើងឃើញថាបាច់ផុកបាទហើយក៏ជាពិសេសពេលខែក្តៅការហុយដីច្រើនបាទដែលធ្វើឲ្យមានការលំបាកចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរហើយដែលប្រើប្រាស់នៅផ្លូវនេះហើយក៏ធ្វើការលំបាកផងដែរចំពោះភ្ញៀវទេសចរក៏ដូចជាបងប្អូនអ្នកបើកបរពេលដែលគាត់ដឹកភ្ញៀវទៅទស្សនាក្នុងតំបន់អង្គរបាទទី2ដោយសារយើងបានសង្កេតឃើញថាបច្ចុប្បន្ននេះភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់បានចាប់អារម្មណ៍ខ្លាំងបាទទៅលើវិស័យជិះកង់បាទគាត់ជិះកង់ដូច្នេះយើងចង់មានផ្លូវពិសេសមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីឲ្យគាត់ជិះកង់បាទមានសុខភាពត្រឹមត្រូវដោយថាកុំឲ្យគាត់មានបារម្ភថាអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះយានយន្តឬក៏រថយន្តណាដែលអាចគៀគាត់ពេលដែលគាត់ជិះនឹងបាទដូច្នេះគម្រោងនេះគឺថាពេលដែលយើងនឹងរៀបចំផ្លូវពីអង្គរវត្តទៅបាយ័នឡើងវិញហ្នឹងគឺថានៅសងខាងផ្លូវហ្នឹងដែលពីបច្ចុប្បន្នជាដីក្រហមហ្នឹងយើងនឹងរៀបចំវាជាកៅស៊ូបាទជាកៅស៊ូជាលក្ខណៈពិសេសជាលក្ខណៈស្រាលដើម្បីផ្ដល់ឱកាសបាទឲ្យអ្នកជិះកង់មានកន្លែងជិះកង់ឲ្យសមស្របបាទហើយក៏សូមបញ្ជាក់ផងដែរគឺថាមុននឹងយើងឈានមកដល់ដំណាក់កាលនេះដែលយើងបានទទួលកាយភាពហើយនឹងចាប់ផ្ដើមរៀបចំគម្រោងជួសជុលផ្លូវនេះគឺថាយើងបានឆ្លងកាត់ច្រើនដំណាក់កាលបាទគឺថាដំណាក់កាលទី1យើងបានផ្ដើមគំនិតបាទពិសេសយើងបានពិភាក្សាតែក្នុងក្រុមការងារអនុវត្តផែនការទេសចរគឺថាយើងគិតថាជាគំនិតល្អបាទហើយក្រៅពីនេះយើងក៏បានសហការគ្នាដ៏ល្អជាមួយយុវដ្ឋានពាក់ព័ន្ធទាំងអស់នៃអាជ្ញាធរអប្សរាជាតិយើងមានដូចជាយុវដ្ឋានបុរាណវិទ្យាដែលគាត់បានចុះទៅកំណាយសិនតែនៅការជួសជុលឬក៏ចាក់កស៊ូកន្លែងផ្លូវកង់នៅសងខាងផ្លូវដែលមានស្រាប់ហ្នឹង
តើមានភាពប៉ះពាល់ទៅបរិមាណជាអត់បាទគឺបានសហការជាមួយយុវដ្ឋានព្រៃឈើបាទដើម្បីធានាថាកុំឲ្យថាពេលធ្វើផ្លូវទៅងាប់ដើមឈើដែលនៅសងខាងយុវដ្ឋានទឹកដើម្បីដោះស្រាយបញ្ហាទឹកដែលអាចកើតឡើងយុវដ្ឋានអន្តរវិស័យដើម្បីជួយគិតអំពីបច្ចេកទេសក្នុងការរៀបចំផ្លូវនេះហើយក៏ជាពិសេសយុវដ្ឋានទេសចរផងដែរបាទដើម្បីគឺថារៀបចំលំហឡើងម៉េចពេលដែលដាក់ផ្លូវនេះចំណាយការបាទយើងក៏បានលើកគម្រោងនេះទៅកិច្ចប្រជុំ ICC ផងដែរបាទដែលក្នុងនោះយើងក៏បានសង្កេតឃើញថាអ្នកជំនាញការក៏ជាពិសេស ICC ទាំងមូលបាទបានបង្ហាញភាពពេញចិត្តហើយគ្រប់គ្រងទាំងស្រុងទៅលើគម្រោងនេះបាទហើយពេលដែលគាត់បានបង្ហាញនៃភាពពេញចិត្តហើយនឹងគ្រប់គ្រងនេះយើងក៏បានទទួលអ្នកជំនាញការផ្នែកអភិរក្សផងហើយផ្នែកអភិវឌ្ឍផងដែលគាត់បានចុះទៅផ្ទាល់តែម្ដងទៅទីតាំងទៅមើលផ្លូវចាក់ស្ដែងតែម្ដងបាទដើម្បីធានាថាការរៀបចំផ្លូវមិនប៉ះពាល់ទៅដល់បរិមាណជាមិនប៉ះពាល់ទៅលើដើមឈើឬក៏ធានាថាស្ថានភាពបច្ចុប្បន្ននេះត្រូវការជួសជុលមែនបាទដូច្នេះយើងបានសង្កេតឃើញថាទាំងផ្ទៃក្នុងទាំង ICC បានបង្ហាញនៃការគ្រប់គ្រងទាំងមូលបាទលើសពីនេះយើងក៏បានធ្វើការជាមួយវិស័យឯកជនមួយចំនួនធំបាទដែលយើងបានជំរាបជូនបងប្អូនគឺថាយើងមានបំណងក្នុងការជួសជុលផ្លូវហើយជាពិសេសរៀបចំផ្លូវដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចធ្វើដំណើរជាកង់បានហើយយើងបានឃើញថាគាត់សប្បាយចិត្តមែនទែនបាទហើយគាត់នឹងគ្រប់គ្រងពេញលេញហើយគាត់សំណូមពរឲ្យធ្វើយ៉ាងណាយើងខិតខំឲ្យធ្វើយ៉ាងណាឲ្យដាក់ផ្លូវនេះរៀបចំជួសជុលផ្លូវហើយដាក់ឲ្យដំណើរការឲ្យកាន់តែឆាប់បាទអញ្ចឹងយើងនឹងខិតខំធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដែលយើងបានសហការជាមួយនេះគាត់មានភាពទទួលខុសត្រូវខ្ពស់ហើយនឹងខិតខំធ្វើយ៉ាងណាកុំឲ្យទី1ជៀសវាងនៃការប៉ះពាល់រំខានទៅដល់លំហូរទេសចរជាប្រចាំថ្ងៃហើយកន្លែងនេះយើងបានសង្កេតឃើញថាគាត់បានសហការដ៏ល្អដែលគាត់បានខិតខំធ្វើការងារនេះតែពេលល្ងាចទេបាទដូច្នេះតម្លៃពេលព្រឹកពេលថ្ងៃដែលមានចរាចរណ៍ច្រើនគាត់អត់មានសកម្មភាពទេហើយយើងក៏បានកំណត់គឺថាធ្វើយ៉ាងណាឲ្យគម្រោងនេះមានចប់គម្រោងបាទហើយដាក់ដំណើរការផ្លូវនេះនៅមុនចុងឆ្នាំ2015តែម្ដងបាទអញ្ចឹងយើងសង្ឃឹមថានៅពាក់កណ្ដាលអាចមុនខែធ្នូ2015នេះយើងអាចរួមទាំងអស់គ្នាមកប្រើផ្លូវនេះហើយជិះកង់ទាំងអស់គ្នាតែម្ដងរមណីយដ្ឋានដែលស្រស់ស្អាតមិនមែនមានតែប្រាង្គប្រាសាទស្រស់ស្អាតតែមួយមុខនោះទេគឺត្រូវមានបរិស្ថានធម្មជាតិស្រស់ស្អាតនិងសណ្ដាប់ធ្នាប់របៀបរៀបរយល្អផងដែរដូច្នេះដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើងសូមបងប្អូនទាំងអស់គ្នាទាំងអ្នកលក់ដូរក្តីទាំងអ្នករកស៊ីដឹកជញ្ជូនភ្ញៀវទេសចរក្តីសូមជួយថែរក្សាអនាម័យសណ្ដាប់ធ្នាប់របៀបរៀបរយនិងសេចក្តីថ្លៃថ្នូរក្នុងឧទ្យានអង្គររបស់យើងឲ្យបានល្អប្រសើរយានយន្តគ្រប់ប្រភេទត្រូវចតទៅតាមចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូនឬទីកន្លែងសមរម្យណាមួយក្នុងស្មារតីស្រឡាញ់និងលើកកម្ពស់សោភ័ណភាពឧទ្យានអង្គរនៃយើងទាំងអស់គ្នានៅពេលដែលឧទ្យានអង្គរស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អភ្ញៀវទេសចរចូលមកទស្សនាច្រើនចំណូលពីវិស័យទេសចរក៏ធ្លាក់ដល់ដៃយើងទាំងអស់គ្នាក៏ច្រើនទៅតាមនោះដែរ